មែនទេឬមួយក៏គេជាមេតបស្អីគេកម្រិត S3 ដើមបងអូនស្រីឯងអួតមិនសមសោះកូនប្រុសរបស់យើងគឺជាមេកងបានត្រឹមតែកម្រិត B ប៉ុណ្ណោះកម្រិត S3 ដើមឯងមិនមែនមានកាត់ខ្លាយៗទេដឹងមើលទៅនោះខ្ញុំប្រាប់អ្នកវិញចុះណាកម្រិត S3 ដើមយ៉ាងណាក៏ជាកម្រិតមេតបនៃកងទ័ពរាប់ពាន់នាក់អាកបាក់លិនសាយតែវាសមដែរទេវាមិនសមទេកម្រិត S3 ដើមគឺជាកំពូលមេតបឯងចាប់ផ្ដើមចូលតួហើយមែនទេយើងបើឲ្យយើងមើលបង្ហាញការគោរពចំពោះការកម្រិត S3 ដើមឯងផងបងស្រីគឺថានៅមកធ្វើអេងអញស្អីមើលទៅដូចមែនទេណាមិញហ៊ុយឯងមើលបន្តិចមើលរបស់អាសម្រាមនេះមានអីគួរចាប់អារម្មណ៍ទៅកម្រិតរែងមិនច្បាស់លាស់កម្រិត S3 ដើមហើយម្យ៉ាងវិញទៀតចំពោះត្រានិងសម្បកបង្ហាញថានេះជាការពិតហើយមិនអាចទេច្បាស់ជាមានអ្នកណាម្នាក់មានឈ្មោះដូចគ្នាហើយមើលទៅនោះបានជាបែបនេះយ៉ាងម៉េចមិញហ៊ុយនេះគឺជាកាត់ខ្លាយៗតាកាត់មួយនេះណាវាជាការពិតហើយថាម៉េចជាកាត់ពិតវាមិនអាចជាការពិតលីនសាយគឺកាត់មួយនេះគឺជារបស់ពិតមែនហើយតែមិនមែនមានន័យថាជាលីនសាវទេអញ្ចឹងបានន័យថាម៉េចវិញអ្នកមីងទី3អ្នកមីងឆាប់និយាយការពិតមកតើកាត់នេះអ្នកមីងបានវាមកពីណាទៅកាត់មួយនេះគឺមីងបានពីលីនសាយតានេះជាការសម្គាល់ខ្លួនរបស់កម្ពុជាលោកមេតបលៀនសាវអាសម្រាមនោះមិនក៏យកកាត់នេះដាក់ជាប់នឹងខ្លួនរបស់គេទៅប៉ោនស្រីដើម្បីរក្សាមុខមាត់ហ៊ានលួចកាត់របស់គេផងនេះដូចជាមិនសមទេបងទី3ខ្ញុំពិតជាមិនបានលួចទេគឺពិតជារបស់លីនសាយពិតមែនអ្នកមីងបានជាអ្នកមីងនិយាយការពិតទៅហើយដូច្នេះខ្ញុំនៅបកគលវាទៅផ្នែកកងទ័ពមីងហ៊ុយអញចង់ធ្វើស្អីហ្នឹងមីងមិនបានលួចទេមីងហ៊ុយអូខាងជូគឺគាត់អត់ទេមីងហ៊ុយថាអញធ្វើស្អីហ្នឹងវ៉ាងហ្វឹងពេលនេះនាងចាប់ទៅពីបាត់លួចកាត់សម្គាល់ខ្លួនរបស់នគរសៀសូមទៅបំភ្លឺជាមួយនឹងពួកយើងចាប់នាងទៅលេខខ្ញុំទៅលេខខ្ញុំទៅនាងប្រហើនមែនហ៊ានលួចកាត់សម្គាល់ខ្លួនរបស់នគរសៀពួកយើងនិយាយមកតើនាងជារនុកក្នុងប្រទេសណាលោកប៉ូលីសខ្ញុំមិនបានកុហកនោះទេវាជារបស់កុំភាសាខ្ញុំមិនមែនជនបង្កប់ឡើយលោកប៉ូលីសនៅហ៊ាននិយាយកុហកទៀតទេយើងប្រមាននាងយល់អន់និយាយការពិតមកមិនចឹងទេកុំបន្ទោសថាយើងប្រាតរណកម្មអសោះលោកប៉ូលីសរឿងដែលខ្ញុំដឹងខ្ញុំប្រាប់លោកអស់ហើយសូមមេត្តាកុំប្រើតន្តកម្មជាមួយខ្ញុំអីលោកប៉ូលីសមើលទៅបើមិនឃើញក្តាមមឈូននាងមិនស្រក់ទឹកភ្នែកទេពួកឯងធ្វើទរណកម្មទៅអ្នកស្រីខ្ញុំណែនាំឲ្យខ្វល់មនុស្សម្នាក់នេះគឺអគ្គនាយករងសម្ព័ន្ធឡានឈូលោកយ៉ុងខុនជីការពិតគឺលោកយ៉ុងសោះសូមចេញអង្គុយអ្នកស្រីដែលខ្ញុំមកថ្ងៃនេះគ្រាន់តែចង់ជម្រាបជូនអ្នកស្រីរឿងសម្ព័ន្ធឡានឈូមិនព្រមសហការជាមួយនឹងគ្រួសារឈិនហើយនឹងហេតុផលពិតត្រូវហើយអ្នកស្រីច្បាស់ជាឆ្ងល់តាមមិនដែរទេគ្រួសារឈិនជាគ្រួសារកាត់ឡើងមុនគេហើយម្យ៉ាងទៀតមានទាំងទំនាក់ទំនងសេដ្ឋកិច្ចនិងគ្រឹះរឹងមាំហេតុអីក៏សម្ព័ន្ធឡានឈូបែរជាមិនព្រមសហការនឹងគ្រួសារឈិនដូច្នេះសូមអ្នកប្រុសសើប្រាប់អំពីការពិតមកចេញលទ្ធផលបែបណាខ្ញុំក៏មិនសូវបារម្ភនោះចំពោះរឿងដែលម៉ាយធ្វើកិច្ចសហការបានគ្រប់បែបយ៉ាងក៏ព្រោះតែលីនសាតែប៉ុណ្ណោះលីនសាជាការពិតទេដំបូងខ្ញុំក៏មិនច្បាស់ដែររហូតដល់ខ្ញុំបានពិភាក្សាជាមួយនឹងលោកយ៉ុងខុងជីទើបដឹងពីការពិតនៅក្នុងរឿងនេះតែម្ដងលោកយ៉ុងតើជាការពិតដែរទេគឺជាការពិតខ្លាំងណាស់លោកចាអញ្ចឹងតើលោកអាចប្រាប់ពីហេតុផលបានទេអ្នកស្រីតាមពិតទៅសម្ព័ន្ធឡានឈូបានគិតគូរតាំងពីយូរណាស់មកហើយជាពិសេសទៅលើការវាយតម្លៃចំពោះសមត្ថភាពរបស់គ្រួសារឈិនគិតទៅលើទំនាក់ទំនងគ្រឹះក្នុងការរកស៊ីគ្រួសារឈិនគឺស័ក្តិសមបំផុតនឹងសុចរិតជាងគេឈ្មោះនិងភាពសុចរិតតើលោកបានឮពីណាមកទេខ្ញុំបានឮថាគ្រួសារអ្នកស្រីមានគ្រួសារដែលមិនគ្រប់លក្ខណៈម្នាក់ក្នុងគ្រួសារ3ឆ្នាំមកហើយអ្នកស្រីក៏មានការសម្ដែងដែរមែនទេពិតមែនហើយដែលសម្ព័ន្ធឡានឈូបដិសេធកិច្ចសហការមូលហេតុចម្បងគឺព្រោះតែសម្ព័ន្ធឡានឈូមិនចូលសហការជាមួយនឹងសម្ព័ន្ធដែលមានរឿងអាស្រូវតែប៉ុណ្ណោះព្រោះតែលីនសាយម្នាក់ដូចគ្រប់យ៉ាងកាត់ឡើងដោយសារតែគេហើយលោកចុងតើមានផ្លូវផ្សេងដើម្បីកែស្ថានភាពបានដែរទេអ្នកស្រីខ្ញុំក៏អញ្ចឹងហើយលោកយ៉ុងមកថ្ងៃនេះក៏ព្រោះតែចង់ដោះស្រាយបញ្ហានេះឯងអ្នកប្រុសសាវពិតជាមានដំណោះស្រាយពិតមែនទេយើងដោះស្រាយពីចំណុចចាប់ផ្ដើមចំពោះលីនសាវត្រូវតែចាក់ចេញពីគ្រួសារឈិន
ដំណោះស្រាយនេះពិតជាអាចជួយឲ្យគ្រួសារឈិនសហការនឹងសម្ព័ន្ធឡានឈូបានពិតមែនទេអ្នកស្រីបានអ្នកស្រីមិនជឿខ្ញុំក៏គួរតែជឿជាក់លើលោកយ៉ុងដែរគាត់ជាអគ្គនាយករងសម្ព័ន្ធឡានឈូពាក្យសម្ដីរបស់គាត់គឺមានតម្លៃខ្លាំងណាស់អ្នកស្រីចិនទៅចិត្តចុះបានអ្នកស្រីបណ្ដេញលិនសាយចេញពីគ្រួសារឈិនខ្ញុំប្រកាសជាជួយដល់គ្រួសារឈិនឲ្យយកកិច្ចសហការបើអញ្ចឹងមែននោះយាយចាស់ខ្ញុំអរគុណដល់លោកយ៉ុងហើយមិនបាច់គួរសមទេគឺជារឿងតែតូចតែប៉ុណ្ណោះអ្នកប្រសើរអរគុណហើយអ្នកស្រីបន្ទាបខ្លួនពេកហើយរងចាំដល់ថ្ងៃទី9មកដល់ខ្ញុំនឹងសារភាពប្រាប់វិនឈីដល់ផ្ទាល់មាត់បន្ទាប់មកយើងខ្លាចជាគ្រួសារតែមួយអ្វីដែលអ្នកប្រសើរចង់និយាយនោះគឺនិយាយអញ្ចឹងអ្នកស្រីកុំឲ្យមានការផ្លាស់ប្ដូរទៀតបញ្ហានេះពួកយើងត្រូវតែបញ្ញាប់ចាត់ការភ្លាមទៅបានណាលោកយ៉ុងនិងអ្នកប្រសើរសុំទុកចិត្តចោះខ្ញុំនឹងកម្ចាត់គេឲ្យបានបណ្ដេញគេចេញពីគ្រួសារឈិនល្អណាស់អ្នកស្រីអញ្ចឹងពួកយើងសុំទៅវិញសិនហើយលិនសៅតែមកទីនេះធ្វើអីឯងស្មានតែទីនេះជាកន្លែងដែលស័ក្តិសមនឹងឯងមកឯងកុំប្រាប់ថាឯងមកទីនេះឯងដាក់ពាក្យមកធ្វើការអសោះណាគួរឲ្យស្រ័យខ្លាំងណាស់សម្ព័ន្ធឡានឈូពួកយើងមិនទទួលជនពិការទេអាចដែរបើសិនជាឯងលុតជង្គង់បយើងនោះយើងអាចពិចារណាឲ្យឯងចូលរួមបានធ្វើជាអ្នកស្មានបង្គន់យ៉ាងម៉េចដែរឯងនៅចាំពាក្យដែលយើងនិយាយពីម្សិលមិញទេឯងចិត្តបាត់បង់គ្រប់យ៉ាងហើយសូម្បីតែការងារថ្មីឯងក៏ដោយលិនសៅឯងកំពុងតែគិតថាឯងជាអ្នកណាទៅហ៎ប្រាប់ឯងចង់មនុស្សដែលឈរនៅពីក្រោយយើងគឺសម្ព័ន្ធឡានឈូឯងស្មានថាខ្លួនឯងជាម្ចាស់គ្រប់គ្រងសម្ព័ន្ធឡានឈូតើមែនដែរទេហ៎ឯងស្មានថាខ្លួនឯងជាម្ចាស់គ្រប់គ្រងសម្ព័ន្ធឡានឈូតើមែនដែរទេយើងជាអ្នកណាមិនសំខាន់ទេរឿងដែលសំខាន់ឯងត្រូវមិននឹងចេញហើយហេលិនសៅឯងប្រហែលជាបាត់បង់ការចងចាំហើយតំណែងបច្ចុប្បន្នរបស់យើងប្រាប់ឯងក្នុងសម្ព័ន្ធឡានឈូយើងគឺជាអគ្គនាយករងនៅទីនេះតើឯងជឿឬក៏អត់ថាយើងមិននឹងឯងចេញភ្លាមអ្នកយាមលោកយ៉ុងលោកអគ្គនាយករងសាំងឡោខ្ញុំនឹងទៅដល់ទីនោះភ្លាមបាទនាំអាម្នាក់នេះចេញភ្លាមទៅកុំឲ្យប្រាឈ្មោះសម្ព័ន្ធឡានឈូយើងបោកប្រាស់គេអសោះលោកកែនយករងទៅចិត្តចោលខ្ញុំចាត់ការឲ្យលិនសៅយើងប្រាប់ឯងឲ្យតែមានយើងនៅទីនេះទ្វេសម្ព័ន្ធឡានឈូមិនឲ្យឯងចូលមកទេលោកបើគ្មានរឿងអីផ្សេងទេសូមលោកចេញទៅខ្ញុំចង់ជួបអគ្គនាយករបស់ពួកឯងសិនហុយលោកសាងតើលោកមានកិច្ចការស្អីដែរទៅអង្គុយចុះមកគឺថាចំពោះការងាររបស់លោកថ្មីនេះក្រុមហ៊ុនសម្រាប់ធ្វើតាមអ្វីដែលលោកកំណត់ទុកហើយលោកកែតម្រូវខ្ញុំសង្ឃឹមថាលោកនឹងសហការណាការផ្លាស់ប្ដូរបុគ្គលិកឬក្រុមហ៊ុនចង់ដំឡើងតំណែងរបស់ខ្ញុំនឹងសហការអភិចិត្តបានហើយគឺជាហេតុផលមួយក្នុងការកែតម្រូវលោកនឹងឲ្យមិនដែរទេថាក្រុមហ៊ុនរបស់យើងនេះយកចិត្តទុកដាក់បំផុតទៅលើគុណធម៌លោកអគ្គនាយកសានទៅចិត្តចុះគឺខ្ញុំមិនមានទេល្អណាស់បើគ្មានអីទេលោកចុះហត្ថលេខាលើឯកសារនេះចុះបាទលោកកែនយោសានទៅចិត្តចុះសម្ព័ន្ធឡានឈូបើលោកទុកចិត្តខ្ញុំហើយខ្ញុំមិនឲ្យលោកអត់សង្ឃឹមទេខ្ញុំសុខចិត្តធ្វើការសម្ព័ន្ធឈូដូចជាគោដូចជាសែមិនរីរៃទេហេលោកកែនយោសាងលោកយកឯកសារច្រឡំទេដឹងអត់ទេគឺឯកសារមួយនឹងហើយខ្ញុំបានទៅខាងហិរញ្ញវត្ថុរៀបចំប្រាក់ជូនលោកអស់ហើយចាប់ពីពេលនេះទៅលេងជាបុគ្គលិកឈូហើយមូលហេតុអីទៅគឺព្រោះតែសម្ព័ន្ធឡានឈូគ្មានសមត្ថភាពទទួលជនជាតិចិនពីបរទេសទេលិនសៅអ្នកណាឯងចូលមកទីនេះមិនមែនឯងត្រូវគេបញ្ឈប់ហើយទេហេតុអីក៏មិនឆាប់ចេញទៅលោកកែនយករងអាកបានេះហ៊ានជិនជើងចូលការិយាល័យរបស់លោកខ្ញុំនឹងដេញគេចេញតែឥឡូវនេះឯហ៊ានខ្ញុំប្រាប់ឯងលោកលឿនគឺជាភ្ញៀវកិត្តិយសបំផុតរបស់សម្ព័ន្ធឈូយើងហើយភ្ញៀវពិសេសហ៎មិនអាចទេមិននឹងអាចជាអាកបានេះខ្ញុំយល់ហើយអាកែនយករងមានតំណែងតំណងជាមួយនឹងវាតាមមិនដែរទេដូច្នេះលោកជួយវាដើម្បីសងសឹកហើយមានចេតនាបញ្ឈប់ខ្ញុំទៀតផងតែដឹងទេថាយើងត្រូវអគ្គនាយករងឈិនជ្រើសតាំងដោយផ្ទាល់មានលោកអគ្គនាយកឈិននៅអ្នកណាកំណត់ដេញយើងបានដែរលោកនាយករងខ្ញុំប្រាប់លោកចង់ប្រើអំណាចជាមួយនឹងខ្ញុំមែនទេខ្ញុំនឹងរាយការណ៍រឿងនេះទៅអគ្គនាយកឈិនឥឡូវនេះហើយចាំមើលតើគាត់នឹងចាត់ការយ៉ាងម៉េចទៅវិញទៅលោកចង់រកយើងហ៎លោកអគ្គនាយកមកដល់ចំពេលល្អណាស់ខ្ញុំចាប់មនុស្សដែលប្រើអំណាចសម្ព័ន្ធយកព្រាយប្រាស់ហើយអ្នកណា
គឺអគ្គនាយករងសាំងរួមដៃជាមួយអភិការនេះសងសឹកខ្ញុំដោយផ្ទាល់បញ្ឈប់ពីខ្ញុំពីការងារលោកឈិនចំពោះអកប្បកិរិយារបស់លោកសាំងពិតជាកេងកាំងណាស់ត្រូវតែដាក់ពិន័យភ្លាមតើលោកចង់ធ្វើស្អីលិនសាឲ្យឃើញទេទោះបីជាឯងមានអគ្គនាយករងតើវាយ៉ាងម៉េចយើងមានលោកឈិនចាំជួយក្នុងសម្ព័ន្ធឈូតើអ្នកណាហ៊ានប៉ះពាល់យើងទៅអូយឯងមានសិទ្ធិអីប្រាឈ្មោះយើងណែលោកឈិនណាតើលោកមានន័យយ៉ាងម៉េចនឹងហ៎តែថ្ងៃខាងមុខសម្រាប់បែបនេះមិនអនុញ្ញាតឲ្យមានទៀតទេលោកលីនបាទកូនចាក់ខ្វាក់ភ្នែកយកមនុស្សអសមត្ថភាពមកធ្វើការសំទោសផងលោកឈិនតើលោកមិនប្រកាសទេថាលោកច្រឡំមនុស្សនោះលោកឈិនគឺជាភ្ញៀវថ្នាក់កំពូលក្នុងសម្ព័ន្ធឡានឈូសូម្បីតែពេលដែលយើងឃើញគាត់ក៏ត្រូវគោរពដែរឯងចង់ឲ្យគាត់មិនលេងចេញតើមិនដែរទេលោកលីនតើពួកយើងក៏ធ្វើយ៉ាងម៉េចយើងប្រាប់ឯងហើយថាឯងនឹងបាត់បង់អ្វីគ្រប់បែបយ៉ាងនេះសំពេលល្មមហើយមែនទេណែបងសៅសូមមេត្តាលើកលែងខ្ញុំផងខ្ញុំពេញចិត្តនឹងការងារនេះខ្លាំងណាស់ខ្ញុំមកពីបរទេសវិញក៏ព្រោះតែចង់សងគុណដល់នគរសៀមួយថ្ងៃអួតតែប្រជជនបរទេសមើលងាយចិត្តសាសខ្លួនឯងនេះហើយគឺជាលទ្ធផលបងសៅខ្ញុំខុសហើយលើកលែងខ្ញុំផងទៅខ្ញុំខុសហើយខ្ញុំមិនធ្វើម្ដងទៀតទេបងសៅបានជាឯងចូលចិត្តស្រុកខ្យល់អាកាសបរទេសហើយនោះអញ្ចឹងជួនតានសំណើអញ្ចឹងដកសញ្ជាតិរបស់ឯងចោលចុះទៅនៅក្រៅប្រទេសមួយជីវិតទៅមិនបាច់ត្រឡប់មកវិញទេចេញទៅសៅឈិនឯងមកផ្លាញ់ជីវិតរបស់យើងបើមិនព្រោះតែឯងយើងមិននឹងអាចប៉ះពាល់ឈិនសៅដល់ថ្នាក់នេះទៅគ្រប់យ៉ាងយើងបាត់បង់ថ្ងៃនេះជាកំហុសរបស់ឯងសៅឈិនយើង